បានតែថាដែរមើលវីដេអូខ្ញុំពីមុនទេមែនទេបាទសារនេះគឺកម្មវិធីទូទាស់របស់ជប៉ុនបាទអញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងបាននៅច្បាស់ខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំធ្លាប់បញ្ជាក់ប្រាប់ហើយពីវីដេអូមុនថាទីតាំងខ្ញុំគឺនៅលើផ្លូវជាតិលេខ3ក្នុងស្ថានីយ៍កាលតិចផ្លូវជាតិលេខ3តាមមកអរគ្នាឥឡូវហើយមកខ្ញុំចូលស្តុកទៀតហើយចាចូលស្តុកលើកនេះគឺថាមានលក្ខទួតមកទៀតនេះលក្ខទួតបងប្អូនសំបីលក្ខទួតក៏យើងយកពីបាត់ដំបងមកដែរអូយសំហាវណាមកពីប្រភពជាតិដើមពិតចារបស់អ្នកខេត្តបាត់ដំបងអញ្ចឹងសម្រាប់ថ្ងៃណាខ្ញុំមានលក្ខទួតខ្ញុំដាក់លក្ខទួតបងប្អូនប៉ុន្តែសម្រាប់ថ្ងៃណាអត់មានខ្ញុំសូមថែមជាបន្លែមានជីមានស្បែកក្តោបអញ្ចឹងណាបងប្អូនដោយសារតែមួយរយៈនេះខែក្តៅអញ្ចឹងខែប្រាំងយើងវាអត់សូវមានលៀងអញ្ចឹងលក្ខទួតយើងវាអត់សូវលាស់បងប្អូនប៉ុន្តែនៅតែព្យាយាមជូនមួយដែលគាត់ចូលចិត្តញ៉ាំណែជាមួយនឹងលក្ខទួតណាហើយអញ្ចឹងឥឡូវយើងរៀបណែមជាស្ករទៀតព្រោះអាណែមសាច់ត្រីគ្រាប់ខ្ចៅតិចតួចនេះណាគឺខ្ញុំម៉ួយខ្ញុំទៅខាងក្រៅបងប្អូនទៅខាងកូរ៉េចាទៅខាងកូរ៉េទៅខាងអាមេរិកចាទៅខាងបារាំងចាទៅចិនហ្នឹងពីច្រើនគាត់យកអាគ្រាប់ទូចហ្នឹងទៅគាត់ថាហ្នឹងឆ្ងាញ់ហើយពីច្រើនគាត់ទៅចិត្តយកអាខាងត្រីសុទ្ធហ្នឹងចាហើយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូននៅក្នុងវីដេអូហ្នឹងដែរដោយសារតែមានបងប្អូនច្រើនដែលគាត់ខមមិនសួរខ្ញុំនៅក្នុងpageចាគាត់ថាបងអាណែសាច់ត្រីគ្រាប់ខ្ចៅហ្នឹង100គ្រាប់ហ្នឹងចំនួនប៉ុន្មានបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាថាអាណែសាច់ត្រីនេះគឺខ្ចៅនេះណាចាគេហៅសាច់ណែសាច់ត្រីគឺខ្ចៅគ្រាប់ទូចហ្នឹងចំនួន100គ្រាប់ហ្នឹងគឺទម្ងន់វាប្រហែលជា1គីឡូមួយខាំអីទេបងប្អូន1គីឡូមួយខាំចាស់1គីឡូ2ខាំអីតែប៉ុណ្្នឹងឯងបើតាមខ្ញុំថ្លឹងម្ដងចាចំនួនវាគឺប៉ុណ្្នឹងអញ្ចឹងបងប្អូនដែលគាត់នៅខាងក្រៅប្រទេសដែលគាត់ខ្ញុំផ្ញើទៅពីច្រើនគាត់សួរទម្ងន់វាដោយសារគាត់ចង់ដឹងថាចំនួនវាប្រហែលគីឡូបងប្រាប់គាត់ជាគ្រាប់គាត់អាចដឹងទេអញ្ចឹងខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាក្នុង100គ្រាប់គឺ1គីឡូបងប្អូន1គីឡូមួយខាំអីបន្តិចទេចាអាហ្នឹងគឺចំនួនវាប៉ុណ្ណឹងតែមួយទៀតដោយសារម៉ួយរបស់ខ្ញុំគាត់មកទិញដល់ទីតាំងផ្ទាល់ក៏តែងតែឃើញណែមកយើងសាច់ក្រហមចឹងក៏ខ្លាច់ហិលចាដោយសារតែធម្មតាណែវាមានម្ទេសហុយមានហិលអីកាន់លីម្ទេសចឹងតែសម្រាប់ណែខ្ញុំបងប្អូនអាចកំងបានអត់ហិលក៏បានហិលក៏បានហិលលីម្ទេសហុយហ្នឹងប៉ុន្តែចំពោះណែដែលខ្ញុំលក់នៅទីតាំងផ្ទាល់ដូចរាល់ថ្ងៃហ្នឹងផ្ទាល់ចាឃើញសាច់ក្រហមនេះតែអត់ហិលទេបងប្អូនសម្រាប់អ្នកដែលចូលចិត្តហិលវាមានម្ទេសនេះម្ទេសគ្រាប់នៅខាងក្នុងហ្នឹងណាអញ្ចឹងសម្រាប់អ្នកគាត់ចូលចិត្តហិលគាត់ញ៉ាំទាំងម្ទេសហ្នឹងប៉ុន្តែចំពោះសាច់ណែវាអត់ហិលទេដោយសារអានេះវាលាយតិចចឹងតែអត់ហិលទេអានេះបងប្អូនដោយសារតែវាក្រហមអញ្ចឹងគឺវាថ្មីហើយណែរបស់ខ្ញុំយើងទុកសាច់ត្រីរ៉ស់ធម្មជាតិសុទ្ធ 100% ចាខ្ញុំយកមកពីខេត្តបាត់ដំបងពិតតែម្ដងហើយជាផលិតផលbrand ផ្ទាល់ចារីសម្រាប់បាត់ដំបងគាត់អាចមើលនៅក្នុងម៉នុយបានចាយើងមានសាច់ត្រីសតសាច់ត្រីលីស្បែកជ្រូកជាប្រភេទក្លុកនិងអត់ក្លុកអីមានទាំងអស់ A few moments later សួស្តី Hello សួស្តីអ្នកទាំងអស់គ្នាដល់លក់នេះមានលេខខាត់ណាបងជាម្ចាស់តូបនៅកាល់តិចហ្នឹងមែនទេចាហ្នឹងណាចាស់តូបហ្នឹងណាហើយដំណើរការអាជីវកម្មបានអស់រយៈពេលប្រហែលហើយ7 ឆ្នាំហើយដែលខ្ញុំលក់នៅហ្នឹងហ្នឹងដឹងអត់ហ្នឹងថានៅហ្នឹងណាសូមប្រាប់ទីតាំងហ្នឹងមកដើម្បីឲ្យបងប្អូនយើងស្រួលមករកណាអូបានតែថាដែរមើលវីដេអូខ្ញុំពីមុនទេមែនទេបាទសារនេះគឺជាកម្មវិធីទូទាស់របស់ជប៉ុនបាទអញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងបាននៅច្បាស់ខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំធ្លាប់បញ្ជាក់ប្រាប់ហើយពីវីដេអូមុនថាទីតាំងខ្ញុំគឺនៅលើផ្លូវជាតិលេខ3ក្នុងស្ថានីយ៍កាលតិចផ្លូវជាតិលេខ3ជាប់នឹងខ្លាំងពីវត្តអង្គទៀតណាប្រាប់ម្ដងទៀតប្រយ័ត្នណាតែអត់មើលលើកដឹងទៀតលើក្រោយឈប់ប្រាប់ឯណាខ្មើតិចហើយអូយនិយាយលេងបងប្អូនចាខ្ញុំបញ្ជាក់ទីតាំងបងប្អូនម្ដងទៀតថាទីតាំងរបស់ខ្ញុំចាគឺជាសាខាទី3របស់ចាធារីសង្វាក់បាត់ដំបងចាគឺជាផលិតផលរបស់អ្នកបាត់ដំបងពិតអញ្ចឹងទីតាំងរបស់ខ្ញុំនៅក្នុងស្ថានីយ៍កាតិចផ្លូវជាតិ3ជាប់នឹងខ្លាំងពីវត្តអង្គទៀតបងប្អូនបើយើងគិតពីចម្ងាយតែ3គីឡូម៉ែត្រទេពីស្ពានអាកាសចោមចៅមកហើយនៅខាងស្ដាំដៃជាប់នឹងខ្លាំងពីវត្តនឹងតែម្ដងបងប្អូនចូលមកឃើញហើយវានៅមុខកាហ្វេផ្លឹសតែម្ដងតូបណែរបស់ខ្ញុំហ្នឹងណាបងចុចអានេះប៉ាតេមែនតែអានេះមិនមែនប៉ាតេទេអានេះគឺជាប្រភេទត្រីជូរនេះត្រីជូរក្លុកបែបនេះចាចឹងម៉ូខ្ញុំច្រើនណាស់ឲ្យតាមកសួរបងអាហ្នឹងប៉ាតេមិនមែនប៉ាតេទេប៉ាតេនេះប៉ាតេមានប៉ាតេជៀននេះអាសាច់ជ្រូកសុទ្ធក៏មានអាសាច់ជ្រូកអាសាច់ជ្រូកលាយត្រចៀកជ្រូកក៏មានដែរ
ปัตเตเจียชูให้นังปัตเตสักชูอันนั้นก็เมียนลวดนาตีตังน้ำต่อได้แต่นี้รู้จิตช่างปัตเตเล็กมุ้ยอัดเมียนเจียมาใส่ให้เจียประเภทชูขนมสลบจ้ะให้ยังลวดเตยไทม์จีบุยนังชูให้นังปัตเตยอเตยคือยำช่างกันมาดองสำหรับอันนี้บองโอนเหมือนปัตเตเต้ปันไตเจียประเภทไทยชูกับเราบองโอนจังยังลวดจิตดามที่ก็ยังลวดได้ยังกระชิบกับเราว่าบองโอนจังสำหรับไทยชูนั้นตีดามมากะโลประมวยเมินกะลากะโลใบเมินไทม์เตยจีบุยนังปลายเป็นไทยก็มาเตะจ้ะมันไทม์ชูบองโอนตั้งเหมือนชุดเปียจ้ะแต่ใบยำบ้านกะโลกะลอกไม่ยมกะลอกในตีตังบางยมจังยังเมียนเจียประเภทตามจังกะเมียนเจียประเภทปะอับจังกะเมียนปะบองโอนปะอับมาเมินปีหมื่นท้ายมีปลายทางเทียบนะจังข้าวคลางติดละมอมบ้านตามดังอัดข้าวกับบ้านข้าวข้อกับบ้านในบางโอนเมียนในตีตังคือดีสำหรับบัตรบ้องฟาคาติใบยับบางโอนนะในจะมาลองเตียนในน้องซานีการติดเลยจิตเล็กใบชอบในคลางที่วัดอังตะเกียบจำไงแต่ใบกะโลมาเต้ปีสเป็นอากาศจำฉัน